របស់កម្ពុជាមិនដូចមុនទៀតទេពីមុនមាននាវាល្បាតធម្មតាឥឡូវកម្ពុជាមាននាវាដែលអាចវាយការពារខ្លួនបានទាំងនាវាលើទឹកនិងយន្តហោះលើមេឃក្នុងករណីរងការគំរាមកំហែងនោះគឺនាវាចម្បាំងថេប 056C ដែលចិនផ្ដល់ឲ្យនាវានេះជាគ្រឿងដំបូងក្នុងចំណោម2គ្រឿងដែលបានចូលដល់មូលដ្ឋានសមុទ្ររៀមកាលពីថ្ងៃទី4ខែមេសាឆ្នាំ2026ដោយកងទ័ពជើងទឹកកម្ពុជាបើកពីប្រទេសចិននេះបើយោងទៅតាមមន្ត្រីក្រសួងការពារជាតិបានប្រាប់ News Today នៅថ្ងៃទី8ខែមេសាដោយសូមមិនបញ្ចេញឈ្មោះមន្ត្រីដដែលប្រាប់ថានាវាគ្រឿងទី2អាចនឹងរួចរាល់នៅឆ្នាំ2027ទោះយ៉ាងណាដោយសារមិនមានរូបភាពនាវាពិតនៅមូលដ្ឋានសមុទ្ររៀមត្រូវបានផ្ដល់ឲ្យ News Today ប្រើរូបភាពនាវាថេប 056C ដែលកងទ័ពជើងទឹកចិនប្រើជាតំណាងនិងភ្ជាប់ជូននៅព័ត៌មានត្រួសអំពីនាវានេះដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈពលគឺមិនមែនជាព័ត៌មានសម្ងាត់យោងតាមអង្គភាពទ័ពសមុទ្រអន្តរជាតិ Sea Force និង Naval News នាវា 056C មានប្រព័ន្ធបាញ់មីស៊ីលប្រឆាំងនាវាប្រព័ន្ធបាញ់មីស៊ីលតូពេដូនិងមីស៊ីល HU-10 សម្រាប់បាញ់យន្តហោះមានកាំភ្លើងយន្ត76មីលីម៉ែត្រនិង30មីលីម៉ែត្រហើយក៏មានប្រព័ន្ធចាប់សញ្ញារ៉ាដាភ្លោះប្រភេទ Tape 360និង347ផងដែរផ្នែកខាងក្រោយនៃនាវាមានកន្លែងផ្ទុកឧទ្ធម្ភាគចក្រតម្លៃជាក់លាក់អាស្រ័យទៅលើការបំពាក់អាវុធផលិតដោយសាជីវកម្មរដ្ឋចិន CSSC នាវានេះមានប្រវែងជិត90ម៉ែត្រទទឹងជាង11ម៉ែត្រនិងទម្ងន់ផ្ទុកជាង1300តោនតូចជាងនាវាចម្បាំងជាច្រើនផ្សេងទៀតក៏ប៉ុន្តែគ្រប់គ្រាន់សម្រាប់ការការពារខ្លួននេះបើយោងទៅតាម Naval Technology ខ្ញុំរស់សុធាពី News Today NTTV GAC គឺជារថយន្តគុណភាពខ្ពស់របស់ប្រទេសចិនបំពាក់បច្ចេកវិទ្យាទំនើបនិងមានតម្លៃសមរម្យបច្ចុប្បន្នរថយន្ត GAC កំពុងទទួលបានការគាំទ្រនិងពេញនិយមពីអ្នកប្រើប្រាស់នៅកម្ពុជានិងជុំវិញពិភពលោករថយន្ត GAC នាំចូលនិងចែកចាយផ្លូវការនៅកម្ពុជាដោយក្រុមហ៊ុន TH Group